ណាដធ្ងន់គុណព្រះមេត្តាមានតែទ្រង់មួយសែនល្អអង្គចាគ្មានព្រះឯណាល្អដូចទ្រង់សង្ឃព្រះអង្គស្រឡាញ់មនុស្សយើងខ្លាំងណាស់បានជាព្រមលះមកស្លាប់ជំនុំបដូរបង់ជីវាទុកជាថ្លៃលុំផ្ដាច់បាបពីមនុស្សឲ្យរួចជីវិតព្រះយេហូវ៉ាជាព្រះថ្លៃថ្លាផ្ដល់ក្តីមេត្តាករុណាណិតព្រះអង្គគឺជាព្រះមេត្រីពិតសូមយើងថ្វាយចិត្តទទួលជឿទ្រង់ពឹងព្រះនាមព្រះយេស៊ូពិតការអ្វីយើងគិតសមដូចចិត្តផងទ្រង់មានចេស្តាបំពេញបំណងស្រឡាញ់កូនបងទូលះព្រះជន្មព្រះអង្គជាព្រះលើអង្គទាំងព្រះមានមនុស្សច្រើនណាស់មិនស្គាល់ព្រះគុណហើយតាំងអួនខ្លួនថាឯងមានបុណ្យឥតដឹងទង់ធ្ងន់លាក់ចុងបឹងភ្លើងប្រងហើយឆាប់រស់រាំងឡើយទទួលព្រះពិតនោះបានគុំកាទ្រង់លើកតាំងឡើងជាកូនព្រះ